រឿងរ៉ាវបន្ទាប់ពីការជាថ្មីរឿងដំបូងដែលខ្ញុំបានធ្វើគឺយកលុយមួយលានដែលនៅសល់ឲ្យទៅស្មុំម្នាក់ដើម្បីបដូរយកអណ្ដើកអាយុពាន់ឆ្នាំមួយក្បាលព្រោះតែកាលពីជាតិមុនគ្រោះមហន្តរាយកម្ដៅខ្លាំងបានមកដល់ហើយអណ្ដើករបស់ខ្ញុំចាប់ផ្ដើមវិវត្តវាមិនត្រឹមតែផ្ដល់ទឹកស្អាតដល់ក្រុមគ្រួសារខ្ញុំប៉ុណ្ណោះទេថែមទាំងអាចជួយកែសម្រួលសីតុណ្ហភាពជុំវិញបានទៀតផងខ្ញុំស្មានតែនឹងអាចឆ្លងផុតគ្រោះមហន្តរាយនេះបានដោយរលូនទៅហើយតែនឹកស្មានមិនដល់ថាប្រពន្ធរបស់ខ្ញុំលួចចុះកិច្ចសន្យាជាមួយអណ្ដើកនៅពីក្រោយខ្នងខ្ញុំហើយដេញខ្ញុំចេញពីផ្ទះរហូតដល់ខ្ញុំត្រូវស្លាប់ក្រោមពន្លឺថ្ងៃដ៏ក្តៅបំផុតពេលរស់ឡើងវិញជាថ្មីខ្ញុំក៏លាក់អណ្ដើកសំណាងនោះទុកដើម្បីចាំមើលពួកគេស្លាប់ក្រោមពន្លឺថ្ងៃវិញម្ដងពេលនេះខ្ញុំលាក់អណ្ដើកក្នុងខោហើយត្រឡប់មកផ្ទះវិញដោយដៃទេចុះសម្បុកត្រចៀកកម្មដែលខ្ញុំឲ្យទិញនោះនៅណាបើថ្ងៃនេះខ្ញុំមិនបានញ៉ាំស៊ុបសម្បុកត្រចៀកកម្មទេអញកុំសង្ឃឹមថាបានបាយញ៉ាំឲ្យសោះខ្ញុំដកក្រដាសខ្ចប់មួយចេញពីហោប៉ៅទោះជាយ៉ាងណានាងក៏មិនដឹងថាជាស្អីដែរពិតមែនហើយប្រពន្ធខ្ញុំមើលទៅក្រដាសនោះដោយមិនសប្បាយចិត្តសោះតើនេះជាសម្បុកត្រចៀកកម្មមែនទេនិយាយតាមត្រង់ទៅតើអញកំពុងកុហកខ្ញុំមែនទេសម្បុកត្រចៀកកម្មស្អីក៏មានរូបរាងបែបនេះនេះគឺជាសម្បុកត្រចៀកកម្មមែនហើយវាជាសម្បត្តិដ៏មានតម្លៃរបស់ថៅកែទៀតផងខ្ញុំចង់ឲ្យអូនបានញ៉ាំរបស់ល្អទើបខ្ញុំអង្វរគាត់តាំងពីយូរទើបគាត់ព្រមលក់បញ្ចុះតម្លៃឲ្យខ្ញុំចាត់ទុកថាឯងចេះដឹងខុសត្រូវទៅចុះប្រញាប់ទៅធ្វើបាយទៅបន្ទាប់ពីរួចខ្លួនពីប្រពន្ធចាស់ម្នាក់នោះខ្ញុំក៏ប្រុងប្រយ័ត្នដកប្រអប់ផ្លាស្ទិកខ្មៅមួយចេញមកដែលដាក់កំណប់អណ្ដើករបស់ខ្ញុំអណ្ដើកតូចនេះគឺជាផ្កាយសំណាងរបស់ខ្ញុំជាតិមុនគឺដោយសារតែវាទើបប្រពន្ធចិត្តខ្មៅនិងឪពុកម្ដាយក្មេកលំអៀងរបស់ខ្ញុំអាចរស់រានមានជីវិតក្នុងគ្រោះមហន្តរាយកម្ដៅខ្លាំងបានពីថ្ងៃក្រោយមកដូចអ្វីដែលខ្ញុំបានគិតទុកអណ្ដើករបស់ខ្ញុំចាប់ផ្ដើមខ្ជាក់មាសចេញមកឃើញមាសដ៏ភ្លឺចិញ្ចែងបែបនេះលើកនេះខ្ញុំមិនបង្អង់យូរឡើយក៏បានទៅភ្នាក់ងារអចលនទ្រព្យភ្លាមខ្ញុំចង់ទិញវីឡានៅជីក្រុងមួយខ្នងដែលនៅដាច់ស្រយាលបំផុតតាមដែលអាចធ្វើទៅបានកាន់តែល្អបើគ្មានអ្នកណាស្វែងរកឃើញកាន់តែប្រសើរខ្ញុំបានទៅហាងមាសដើម្បីបដូរមាសទាំងអស់យកជាទ្រព្យសម្បត្តិបន្ទាប់ពីរៀបចំវីឡារួចខ្ញុំក៏បានបើកមជ្ឈមណ្ឌលសត្វអនិថានិងសួនសត្វមួយព្រោះខ្ញុំដឹងថាបន្ទាប់ពីគ្រោះមហន្តរាយកម្ដៅខ្លាំងមកដល់សូម្បីតែមនុស្សក៏ពិបាកនឹងទល់ជាមួយសត្វដែលវិវត្តបានដែរមានតែសត្វទាំងនោះទេដែលអាចការពារខ្ញុំបានតាក់ទងទៅអ្នកផ្គត់ផ្គង់អាហារនិងទំនិញធំជាងគេក្នុងតំបន់ខ្ញុំចង់បានអាហារនិងសម្ភារៈទាំងអស់ដែលអ្នកមានចង់បានច្រើនតាមដែលអាចធ្វើទៅបានតម្លៃមិនមែនជាបញ្ហាឡើយដោយសារតែប្រាក់ចំណេញខ្ពស់មិនយូរប៉ុន្មានពួកគេបានដឹកជញ្ជូនសម្ភារៈយ៉ាងច្រើនតាមឡានធំមកឲ្យខ្ញុំក៏បានតាក់ទងវិស្វករធារាសាស្ត្រម្នាក់ហើយអញ្ជើញគាត់មកវីឡារបស់ខ្ញុំដើម្បីរចនាស្ថានីយ៍វារីអគ្គិសនីខ្នាតតូចមួយមិនយូរប៉ុន្មានក្រុមការងារសាងសង់ចំនួន3ក្រុមបានមកដល់កន្លែងហើយចាប់ផ្ដើមជីកដីដើម្បីសាងសង់ស្ថានីយ៍មើលទៅសកម្មភាពដ៏មានញឹករបស់ក្រុមសាងសង់ខ្ញុំក៏ចាប់ផ្ដើមស្រមៃមើលថានៅពេលគ្រោះមហន្តរាយមកដល់តើពួកគេនឹងមានអារម្មណ៍យ៉ាងណាទៅស្ថានីយ៍វារីអគ្គិសនីត្រូវបានសាងសង់រួចរាល់ក្នុងពេលដ៏ខ្លីខ្ញុំបានទិញទូទឹកកកជាច្រើនគ្រឿងមកដាក់ក្នុងផ្ទះដែលក្នុងនោះមានសុទ្ធតែសាច់ស្រស់បន្លែនិងផ្លែឈើដើម្បីកុំឲ្យអ្នកដទៃមកលួចយកសម្ភារៈរបស់ខ្ញុំបានចិញ្ចឹមឆ្មានិងឆ្កែអនាថាយ៉ាងច្រើនថ្ងៃនេះខ្ញុំកំពុងតែលួងលោមឆ្មាមួយក្បាលដែលទើបតែមកថ្មីខ្ញុំដឹងថាឆ្មាមួយក្បាលនេះចាប់ផ្ដើមវិវត្តហើយនៅពេលនោះឯងខ្ញុំក៏បានឃើញអសត្វរាជឆានដែលនៅផ្ទះទល់មុខគ្នាវាតែងតែឆ្លោះជាមួយខ្ញុំជានិច្ចជាតិមុនគឺវានឹងហើយដែលចេះតែនិយាយអុចអាប្រពន្ធខ្ញុំរហូតដល់នាងដេញខ្ញុំចេញពីផ្ទះឲ្យស្លាប់ក្រោមថ្ងៃយកសាច់ល្អបែបនេះទៅឲ្យសត្វស៊ីតើឯងឈួតមែនទេគឺឯងទេដែលឈួតអីយ៉ាហ៊ានដល់មកទៀតផងមិនចម្លែកទេដែលម្ដាយក្មេកឯងជាឯងថាអសមត្ថភាពមិនទាន់ទាំងឲ្យខ្ញុំទៅវិញផងអាឈូសឹងក៏ដើរចេញបាត់ទៅខ្ញុំដឹងច្បាស់ថាវានឹងទៅប្តឹងប្រពន្ធខ្ញុំពិតមែនហើយវាកំពុងតែយំរៀបរាប់ប្រាប់ប្រពន្ធខ្ញុំទាំងទឹកភ្នែកទឹកសម្បោរហើយថែមល្បោយថែមទៀតផងចំណែកប្រពន្ធខ្ញុំវិញពេលឃើញសង្សារចាស់របស់នាងយំបែបនេះក៏នាំម្ដាយនាងមកសួរនាំខ្ញុំភ្លាមនាងលើកជើងទាត់ចានបាយឆ្មាទៀតបាត់សូម្បីតែមនុស្សក៏មិនមានអីល្អញ៉ាំដែរតែឯងបែរជាយកទៅឲ្យឆ្មាស៊ីទៅវិញឯងពិតជាអខ្ជិះខ្ជីមែនចង់ឲ្យខ្ញុំវាឯងមែនទេបើជាខ្ញុំវិញខ្ញុំប្រកាសជាមិនយកសាច់ល្អបែបនេះទៅឲ្យសត្វស៊ីឡើយខ្ញុំនឹងយកទៅជូនលោកឪពុកអ្នកម្ដាយក្មេកពិសាវិញបើដឹងអញ្ចឹងខ្ញុំគួរតែឲ្យកូនស្រីខ្ញុំការជាមួយឈូសឹងបាត់ទៅហើយឲ្យវាការជាមួយឯងមានប្រយោជន៍ស្អីទៅនិយាយចប់ពួកគេទាំងពីរនាក់ក៏ព្រួតគ្នាវីដំនឹងទាត់ធាក់ខ្ញុំពួកឯងរស់បានមិនយូរទៀតទេខ្ញុំនឹងធ្វើឲ្យពួកឯងដឹងខ្លួនបន្ទាប់ពីការវាយដំនោះមកខ្ញុំកាន់តែប្រុងប្រយ័ត្នក្នុងការផ្ដល់អាហារដល់សត្វឆ្មាក្នុងសង្កាត់ចុងក្រោយដោយសារតែការផ្ដល់អាហារមិនឈប់ឈរសត្វអនិច្ចាយ៉ាងច្រើនបានខ្លាយជាជិតស្និទ្ធជាមួយខ្ញុំហើយសីតុណ្ហភាពក៏ចាប់ផ្ដើមឡើងកម្ដៅបន្តិចម្ដងកម្ដៅខ្លាំងបានបន្តអស់រយៈពេលមួយសប្តាហ៍ពេញដោយមិនងាករេឡើយហើយវាមាននិន្នាការកើនឡើងកាន់តែខ្លាំងទៅមនុស្សគ្រប់គ្នាទើបតែចាប់ផ្ដើមដឹងខ្លួនសម្ដីអ្នកជំនាញបានបង្ហាញថាផែនដីឥឡូវនេះបានឈានចូលដល់សម័យកាលនៃគ្រោះមហន្តរាយកម្ដៅខ្លាំងហើយអ្នកស្រាវជ្រាវបានរកឃើញថាសារពាង្គកាយជាច្រើនបានចាប់ផ្ដើមវិវត្តក្នុងកម្រិតខុសគ្នាយើងជឿជាក់យ៉ាងមុតមមថាឲ្យតែយើងឆ្លងផុតសម័យកាលគ្រោះមហន្តរាយនេះទៅបានអរិយធម៌មនុស្សជាតិនឹងកើនឡើងមួយកម្រិតទៀតព័ត៌មានបានលើកទឹកចិត្តឲ្យមហាជនចូលរួមដោះស្រាយយ៉ាងសកម្មមនុស្សជាច្រើនចាប់ផ្ដើមស្តុកទុកស្បៀងអាហារដែលបណ្ដាលឲ្យមានការខ្វះខាតការផ្គត់ផ្គង់ឥឡូវនេះអាហារ1គីឡូមានតម្លៃស្មើនឹងមាស1គីឡូទៅហើយនៅក្នុងស្ថានភាពខ្វះខាតអាហារនេះនៅក្នុងផ្ទះបែរជាមានមនុស្សម្នាក់មកស៊ីបាយមិនធ្វើការបន្ថែមទៀតឪពុកម្ដាយក្មេកកាន់តែមើលមកខ្ញុំមិនពេញភ្នែកខ្លាំងឡើងហើយនៅពេលនោះឯងឈូសឹងដែលជាសង្សារចាស់របស់ប្រពន្ធខ្ញុំក៏បានមកគោះទ្វារផ្ទះរបស់គេឥឡូវនេះគ្មានអាហារឡើយក៏មកធ្វើមុខគួរឲ្យអាណិតដាក់ប្រពន្ធខ្ញុំក៏ឲ្យវាចូលក្នុងផ្ទះដោយមិនរីរែកសោះកុំបារម្ភអីនៅក្នុងផ្ទះខ្ញុំនៅមានអាហារច្រើនណាស់ឃើញក្នុងផ្ទះមានមាត់មកថែមទៀតឪពុកម្ដាយក្មេកកាន់តែមិនពេញចិត្តតែពួកគេមិនហ៊ាននិយាយប្រាប់ប្រពន្ធខ្ញុំដោយផ្ទាល់ឡើយក៏ចេះតែមកដាក់សម្ពាធឲ្យខ្ញុំជាអ្នកនិយាយវិញខ្ញុំក៏និយាយទៅកាន់ប្រពន្ធខ្ញុំទាំងញ័រខ្លួនថាអូនអាហារក្នុងផ្ទះយើងមិនអាចទប់ទល់បានយូរក្នុងសម័យកាលនេះទេបើថែមមនុស្សម្នាក់ទៀតចំណែកអាហារក៏ត្រូវបែងចែកថែមទៀតទោះបីជាអូនមិនគិតពីខ្លួនឯងក៏ត្រូវគិតពីលោកឪពុកអ្នកម្ដាយដែរទើបតែនិយាយចប់ខ្ញុំក៏ត្រូវគេទាត់មួយជើងភ្លាមឯងដឹងស្អីក្នុងពួកខ្ញុំកំពុងតែមានកូនរបស់អាសឹងហើយថែមទាំងជាកូនប្រុសទៀតផងតើឯងអាចប្រៀបជាមួយគេបានទេ